lát từ tiết tha sầm bột bay nó miên mùi na cả bà ấy thà khơi nè tê na còi nó lột tê tha sập bột cào pi sập bột bay nó ọt ai vô mà thơ cả thân bà đấy mình đấy nhung miền này thà lột cào cong không sập bột bay nó không bẹt về nấy còn tay sầm bột bay na có dương ai vô mà thưa cả thân bà đây bởi này dây ở trâu tam bẹt về nấy xong bài sập bột so nhiệt nhôm nó có ai vô mà thưa sập bột cả thân bà đây ọt toàn chỉ lột po ọt toàn cắt chân chỉ băng chỉ voi chỉ xong cả đây cả đầu còn đấy cả thân nó cái ao chỉ mua hao thá cả thân là tu sẵn mình men cả thân là chơi và răng ấy đôi cả thân dương phong thưa ngày nó cái hao thá cả thân là chơi và răng cứ chia sầm put cả hấp ở đây chỉ vó đây sầm put để dưỡng cắt đây chỉ lột po rồi sạch hao thá cả thân là chơi và răng hay đọt pol cả thân thoại sóng cả pol cả thân là chơi và răng đấy ọt pol cả thân là tu sẵn này còn đấy không vì nấy cả thân lúc chạy chỉ pi chứ men cả thân là chơi và răng cả thân là tu sẵn chứ cả thân là tu sẵn nó sập putประมาณ100 métก็โยมมาធ្វើបានដែរដោយលុយយាយវិសាខាអីលោកមានដៃចលក់ពណ៌អីញោមសពុតយកពីកន្លែងជាងដំបាញមក20 ម៉ែត្រលោកយកទៅតាំង20 ម៉ែត្រណាហើយពីខុសងអ្នកកាត់ដេរអ្នកចលក់ពណ៌អង្គណាតរឬឈើមើមឈើយកមកដំយកមកចលក់យកមករងាស់ខ្លួនលោកចឹងហើយបានកិច្ចក្រាលក្រងហ្នឹងត្រូវធ្វើតាំងពីព្រឹករហូតដល់ល្ងាចបានចប់សម័យព្រះព្រោះត្រូវស្លពណ៌ហ្នឹងឲ្យវាឡើងចេញជាពណ៌អ្នកណារពណ៌យកមកដាក់ក្នុងឆ្នាំងដើម្បីរងាស់ក៏រងាស់ទៅអង្គណាកាត់ក៏កាត់ទៅអង្គណាដេរក៏ដេរទៅជំនាញរៀងខ្លួនហ្នឹងដើម្បីចលក់ពណ៌ឲ្យហាលវាឲ្យស្ងួតយកមកសម្រាប់តម្កល់មុខជំនុំសង់ឲ្យសង់លោកអ្នកក្រាលក្រងអញ្ចឹងតម្រាំតបានធ្វើកិច្ចក្រាលក្រងហ្នឹងមកព្រឹកទល់ថ្ងៃល្ងាចបានក្រាលក្រងហើយអត់ឲ្យកន្លងរាត្រីទេណាជីវរហ្នឹងអត់អាចកន្លងរាត្រីទេហើយមួយទៀតមកឃើញញាតិញោមច្រើនខ្ចីវត្តនៅស្រុកក្រៅយើងមិនខ្វះប្រសង់មិនចឹងញោមក្នុងព្រះវិន័យតលតែ5អង្គទើបអាចធ្វើកិច្ចក្រាលក្រងកឋិននឹងបានតែមួយអង្គទេអ្នកក្រាលនោះប៉ុន្តែភិក្ខុដែលជាហត្ថបាសជាអ្នកក្រើនកឋិនក្រើនអីហ្នឹងគឺក្នុងហត្ថបាសហ្នឹងតល4អង្គអញ្ចឹងវត្តខ្លះមានតែ2អង្គអញ្ចឹងត្រូវខ្ចីពីអាវាសដតីយកទៅប្រគ្រប់ករណីនៃការខ្ចីហ្នឹងញាតិញោមចាំមួយទៀតថាលោកដែលត្រូវគេខ្ចីទៅហ្នឹងអត់អាចអនុមោទនាកឋិននៅក្នុងអាវាសដតីក្រៅអំពីអាវាសខ្លួនឯងចាំភាសាទេទៅអាវាសដតីហ្នឹងគ្រាន់តែបំពេញកិច្ចឲ្យគេទេអង្គខ្លះមកឃើញទៅដល់លោកសោតទទួលអនុមោទនាកឋិនមួយគេដែរអញ្ចឹងទទួលអនុមោទនាកឋិននៅអាវាសខ្លួនឯងនេះផងទៅទទួលអនុមោទនាកឋិននៅអាវាសដតីផងមានន័យថាយើងគ្រាន់តែទៅបំពេញកិច្ចអត់អាចទទួលអានិសង្ឃកឋិនគ្រប់អាវាសបានទេការក្រាលក្រងសពុតកឋិនដូចគ្នាគឺក្រាលក្រងបានតែនៅក្នុងអាវាសដែលខ្លួនឯងចាំប្រវត្តិសាស្ត្រប៉ុណ្ណោះអត់អាចទៅក្រាលក្រងអាវាសផ្សេងបានទេមិនដូចព្រះអង្គទេពវង្សលោកថាចាំភាសាចាំបានទូទាំងពិភពលោកណាកាលលោកនៅបជនហ្នឹងហើយសក្កលអារាមមេមានន័យថាអារាមលោកពេញពិភពលោកហ្មងណាអញ្ចឹងបាទអាត្មាចេះនឹកឃើញអ្នកប្រាជ្ញជាន់ថ្មីមែនតែនទៅអញ្ចឹងបានលោកសម័យនេះដល់អាត្មាមកនៅអាមេរិកទៅបាននឹកឃើញថាលោកដាច់ភាសាច្រើនប៉ុណ្ណាដល់មកនៅនេះបានដឹងលោកដើរចល័តក្នុងភាសាហ្នឹងញោមបងអញ្ចឹងបានវត្តយើងមានទម្លាប់មួយគឺអត់ទទួលប្រសងក្នុងភាសាទេហើយញាតិញោមចេះអន់ចិត្តមួយប្រគ្រូចារិកាតាមពិតអត់ត្រូវអន់ចិត្តលោកទេញោមព្រោះលោកធ្វើត្រូវតាមធម៌តាមវិន័យហើយដាច់ភាសាសិតអនុគុណសាមេគុណសាមេមកសាមេធំហើយយើងជាគំរូនៃប្រសងដតីហើយថ្នាក់ក្រោមមើលតាមយើងណាញោមយើងកុំតន់និយាយដល់ម៉ាននិយាយចឹងទៅនិយាយរឿងលោកនេះឯងតាមពិតមិនត្រូវនិយាយបងបើបញ្ជាក់ប្រាប់ញាតិញោមដែលអន់ចិត្តគ្រូចារិកាវត្តយើងដែលអត់ទទួលប្រសងមកក្នុងភាសាញាតិញោមកុំអន់ចិត្តវត្តយើងមានទម្លាប់អត់ទទួលលោកក្នុងភាសាតែបើក្រៅភាសាមកពីណាក៏យកដែរតែក្នុងភាសាញាតិញោមមិនបាច់មកសុំទេបើវត្តយើងនេះគឺអត់ទទួលក្នុងភាសាទេមានន័យថាលោកដែលអត់ចាំភាសាហ្នឹងបើនិយាយតាមវិន័យគឺត្រូវទោសហើយញោមមិនមែនចេះដាច់ភាសាអត់បានទទួលអានិសង្ឃ5ប៉ុណ្ណឹងទេលោកខ្លះនិយាយលៀងខ្លួនឯងទាំងគ្រាន់តែអត់បានទទួលអានិសង្ឃកឋិនណាញោមប៉ុន្មានទេត្រូវទោសត្រូវអាបត្តិហើយញាតិញោមពេញចិត្តនឹងធ្វើទានជាមួយព្រះសង្ឃដែលត្រូវទោសអាហ្នឹងរឿងញាតិញោមទេហើយមួយទៀតយើងកុំគិតតន់ដល់គិតរឿងត្រូវទោសមិនត្រូវទោសគិតពីហិរិនិងអោតបៈក្នុងខ្លួនយើងគ្រាន់តែភាសា3ខែយើងចាំមិនបានផងហើយយើងទៅអប់រំទូមានបរិស័ទដូចម្ដេចធ្វើជាគំរូដល់ព្រះសង្ឃតូចដែលបួសក្រោយមិនកើតហ្នឹងមួយទៀតព្រះសង្ឃសម័យទំនើបយើងនេះមកឃើញដូចផ្ទុយពីព្រះទាំងអស់ញោមពីសម័យព្រះទាំងអស់ព្រះលោកដើរចល័តដែរប៉ុន្តែលោកដើរតែពេលចេញភាសាទេព្រះអត់នៅមកកន្លែងញោមណាព្រះអត់ដែរគង់មកកន្លែងទេតាំងពីព្រះអង្គត្រាស់ដឹងមកគឺព្រះអង្គដើរគ្រប់កន្លែងទាំងអស់ប៉ុន្តែយើងចល័តតាមព្រះដែរបើចល័តខុសគ្នាព្រះចល័តគ្រប់កន្លែងប៉ុន្តែចល័តពេលចេញភាសាពេលក្នុងភាសាលោកគង់ចាំព្រះភាសានៅណាគឺលោកគង់នៅហ្នឹងរហូតដល់ចេញភាសាចេញឲ្យលោកទៅទៀតហ៎លោកអត់នៅហ្នឹងទេហេតុអីបានលោកដើរចល័តគ្រប់កន្លែងពួកលោកដើម្បីផ្សព្វផ្សាយនៅអ្វីដែលលោកត្រាស់ដឹងឡើងហ្នឹងជាសច្ចធម៌ហ្នឹងដល់អ្នកដទៃទៀតគ្រប់កន្លែងហើយប្រសងយើងរាល់ថ្ងៃចល័តដែរប៉ុន្តែព្រះលោកចល័តក្រៅភាសាប៉ុន្តែប្រសងយើងចល័តក្នុងភាសាឃើញខុសគ្នាមួយទៀតព្រះលោកដើរគ្រប់ច្រកលហោប៉ុន្តែលោកសំដៅរហូតទៅកន្លែងណាអ្នកអត់ជ្រះថ្លា
ឲ្យតែកន្លែងណាគេមិនជ្រះថ្លាលោកទៅកន្លែងហ្នឹងអាកន្លែងណាគេចូលចិត្តនិយាយដើមគ្នាច្រើនគេចាក់រុកគ្នាច្រើនគេឆ្កោះឆ្កៀលច្រើនគេជេរលោកច្រើនលោកទៅកន្លែងហ្នឹងមិនបានវាផ្ទុយពីយើងទៀតហ៎ប្រសងយើងមិនថាអាត្មាមិនថាអង្គនតីទេនិយាយដល់ខ្លួនឯងដែរញោមតោះគេជ្រះថ្លាបាទទៅបើគេជេរទៅរ៉េញោមប៉ិនព្រះផ្ទុយពីយើងព្រះផ្ទុយពីប្រសងយើងឥឡូវតើតែកន្លែងហ្នឹងគេជេរច្រើនគេអីច្រើនលោកទៅហ្នឹងហើយមិនបានព្រះទៅតែកន្លែងគេជេរអញ្ចឹងថាលោកចង់រងាប់ទឹកថិរបស់មនុស្សដែលវាយល់ខុសអញ្ចឹងឲ្យវាដើរត្រូវហើយយើងទៅតែកន្លែងដែលគេយល់ត្រូវហើយបងប្អូនអាកន្លែងគេជ្រះថ្លាហើយប៉ាហ្នឹងត្រូវទោសទៀតឧបមាថាទៅផ្ទះហ្នឹងគេជ្រះថ្លាទៅម្ដងថ្ងៃក្រោយឃើញគេជ្រះថ្លាទៅម្ដងទៀតទៅ3ដងគឺត្រូវទោសក្នុងវិន័យយល់ទេអត់អាចផ្ទះហ្នឹងជ្រះថ្លាហើយដាក់ចង្ហាន់ដៃហើយស្អែកទៅទៀតខាងស្អែកទៅទៀតស្អែកទៅទៀតអត់បានទេក្នុងវិន័យហ្នឹងហើយមិនមែនគ្រាន់តែទៅរហូតបានទេបើរឿងវិន័យហ្នឹងច្រើនណាមិនបាច់និយាយទេញោមហើយកើនមកចង់បញ្ជាក់រឿងកឋិនហ្នឹងវាពាក់ព័ន្ធនឹងរឿងវិន័យព្រោះកឋិនហ្នឹងជាទានក្នុងព្រះវិន័យកឋិនទាននេះញាតិញោមសួរសំណួរមួយទៀតថាតើអ្នកណាធ្វើកឋិនបានខ្លះដោយបងប្រធានគាត់អាសាបញ្ជាក់ថារឿងកឋិននេះអត់ពាក់ព័ន្ធមួយប្រសងគាត់តែងបញ្ជាក់ហ្នឹងគឺដើម្បីរក្សាតម្លៃរបស់ឧត្តមភេទនៅក្នុងទីអាវាសនេះព្រោះគាត់អ្នកគ្រប់គ្រងអ្នករៀបចំគាត់ហត់នឿយអត់មានប្រាក់ខែទេដើម្បីធ្វើយ៉ាងម៉េចឲ្យវត្តយើងនេះរីកចម្រើនអញ្ចឹងគាត់មានប្រសាសន៍ត្រូវគឺមានន័យថាប្រសងនៅក្នុងអាវាសហ្នឹងអត់អាចខលទៅញាតិញោមស្គាល់គ្នាថាអូញោមឲ្យអញ្ជើញយកសពុតកឋិនមកវត្តអាត្មាឆ្នាំហ្នឹងចេះមួយចុះពីរអត់បានទេញោមឃើញមានប្រសងវត្តយើងអង្គណាខលទៅញាតិញោមឲ្យញាតិញោមមកហ៎អត់មានទេអាត្មាផុសវីដេអូល្ងាចមិញហ្នឹងក៏គ្រាន់តែផុសថាសូមញាតិញោមជ្រះថ្លាត្រេកអររីករាយនឹងការរៀបចំនៅសម្ពុតកឋិនរបស់បរិស័ទតែប៉ុណ្្នឹងទេអត់មានប្រាប់ញោមថាអូញោមអញ្ជើញមកចេះមួយចុះពីរអត់ទេអាហ្នឹងអត់ខុសទេហ្នឹងប៉ុន្តែបើហៅញាតិញោមឲ្យមកអាហ្នឹងអត់ត្រូវទេអញ្ចឹងចំនួនយើងសួរថាតើកឋិនធ្វើបានអ្នកណាខ្លះថាបានទាំងអស់គ្នាញោមក៏ធ្វើបានភិក្ខុសង្ឃក៏ធ្វើបានសាមណេរក៏ធ្វើបានទេវតាអិនព្រំក៏ធ្វើបានមិនមែនធ្វើបានឋានមនុស្សយើងទេញោមព្រោះសម្ពុតកឋិននេះក្នុងវិន័យលោកបញ្ជាក់ថាគឺជាសម្ពុតដែលកើតដោយបុណ្យកុសលដែលអានិសង្សរបស់ព្រះភិក្ខុគឺសម្ពុតដែលធ្លាក់ចុះពីឯដនៅភាលីធ្លាក់មកចុះមុខជំនុំសង្ឃហេតុអីបានលោកថាអញ្ចឹងពីព្រោះសម័យព្រះលោកគង់ចាំព្រះវស្សាក្នុងព្រៃក្រោមលាងថ្ម3អង្គ4អង្គ5អង្គគ្នាលោកកំណត់ដែនសីមាឲ្យលោកគង់នៅក្នុងកណ្ដាលព្រៃក្រោមរូងថ្មហ្នឹងដល់ព្រឹកឡើងអញ្ចឹងចេញពីសមាធិចេញពីសមាបត្តិចេញពីចក្រមមកលោកចុះមកបានបាតនៅក្រោមនៅភូមិអ្នកស្រុកបានចង្ហាន់លោកត្រឡប់ឡើងទៅលើភ្នំទៅកពូលភ្នំវិញជួនកាលលោកហោះភាកច្រើនហោះអត់សូវថ្មើរជើងទេព្រោះឡើងដល់កពូលភ្នំឆ្ងាយតាន់ពេលតាន់វេលាភាកច្រើនលោកប្រើដោយរិទ្ធសម័យព្រះចឹងលោកគង់នៅកណ្ដាលព្រៃ5អង្គ6អង្គមានប្រសក់ណាដឹងថាលោកគង់នៅក្នុងព្រៃណាលោកគង់នៅក្នុងរូងថ្មណាអត់មានប្រសក់យើងធម្មតាយកសម្ពុតទៅថ្វាយទេជំនាន់ព្រះភិកច្រើនគឺពពួកទេវៈអ្នកនិមិត្តនៅសម្ពុតចៃវរនោះថ្វាយមុខជំនុំសង្ឃតែម្ដងដល់ពេលដល់វេលាបវរណាចេញព្រះវស្សាពេលណាគឺសម្ពុតនោះធ្លាក់ចុះពីឯដនៅភាលីធ្លាក់ចុះមុខជំនុំសង្ឃដែលហៅថាសម្ពុតកើតដោយបុណ្យកើតដោយអានិសង្សរបស់ភិក្ខុសង្ឃហ្នឹងមិនមែនសម្ពុតយើងធម្មតាទេញោមណាចឹងបានគេថាសម្ពុតកឋិននេះគឺជាសម្ពុតដែលមានអានិសង្សក្រាស់ក្រៃកាត់ថ្លៃមិនបានហ្នឹងគឺចឹងសម័យព្រះយើងគ្រប់គ្នាភាគច្រើនយើងហែបានតែប្រសងដែលគង់ចាំព្រះវស្សានៅក្នុងវត្តដូចចេតពុនដូចវត្តនៅក្រុងសាវត្ថីក្តីរាជជាគ្រឹះក្តីវត្តនៅក្នុងក្រុងអញ្ចឹងគេដង្ហែទៅវត្តគេយកសម្ពុតទៅវត្តប៉ុន្តែប្រសងគង់កណ្ដាលព្រៃពួកភាគច្រើនគឺលោកគង់ក្នុងព្រៃហ្មងលោកគង់ក្នុងព្រៃអត់សូវគង់នៅក្នុងទីអារាមទេណាគង់នៅក្នុងឱកាសសេនាសនៈអត់សូវគង់នៅក្នុងវិហារសេនាសនៈទេសម័យព្រះអញ្ចឹងបើនៅកណ្ដាលរូងភ្នំ5 6អង្គទៅលោកអីយើងមិនដឹងអញ្ចឹងទេវតានិមិត្តនៅសម្ពុតថ្វាយដាប់តនេះអញ្ចឹងញោមចឹងសួរថាអ្នកណាធ្វើកឋិនបានខ្លះតាំងមនុស្សតាំងទេវតាតាំងភិក្ខុតាំងភិក្ខុនៃតាំងសាមណេរសាមណេរីហើយចាំមិញថាភិក្ខុអត់ពាក់ព័ន្ធមួយកឋិននេះលក្ខខណ្ឌដែលធ្វើបានឧបមាថាលោកចាំវស្សានៅក្នុងអាវាសកហ្នឹងវត្តធម្មចក្ការាមហ្នឹងលោកអត់អាចហៅញាតិញោមចូលរួមជាមួយលោកមកក្នុងវត្តហ្នឹងមែនប៉ុន្តែលោកអាចនាំសម្ពុតដែលកើតអំពីសទ្ធារបស់លោកនាំទៅក្នុងអាវាសភិក្ខុដតីដែលចាំវស្សាក្រៅពីអាវាសរបស់លោកហ្នឹងបានអាហ្នឹងដែលធ្វើបានណាស្រាប់តនេះអញ្ចឹងញោមដូចថ្ងៃ24នេះចប់កឋិនយើងទៅអាត្មាត្រូវហែសពុតយកទៅពោលថ្វាយសង្ឃនៅវត្តខ្មែរ Modesto California ឃើញអាត្មាអាចធ្វើបានដែរញាតិញោមថ្ងៃ24ចេញទៅឲ្យពេលល្ងាចបានញាតិញោម7-20នាក់ដែរឥឡូវហ្នឹងហើយដំបងថាជិះឡានបើឥឡូវជិះយន្តហោះទាំងអស់គ្នាព្រោះមានអ្នកខ្លះអត់ចិត្តអត់ជិះអត់បានជិះឡានអត់ទៅដែរអាត្មាដំបងថាជិះឡានហ្នឹងចង់បានមើលទេសភាពដែរព្រោះវាមិនដែរស្គាល់ស្រុកគេអស់ណាមកនេះមកនៅក្នុងវត្តហ្នឹងមិនបានចេញទៅណាចឹងដល់ចង់មើលទេសភាពតាមផ្លូវដែរបើនិយាយថាលោកគ្រូឲ្យមកទៅដល់ចេះកេះណាដាច់ជា2 3អស់ព្រោះវា3-10ម៉ោងជាងដែរចឹងក៏សម្រាប់ជិះយន្តហោះទាំងអស់គ្នាមួយគាត់ទៅចឹងឥឡូវបានជាង10នាក់ដែរចឹងញាតិញោមអត់តាន់យឺតពេលទេនៅមួយអាទិត្យទៀតតែងសបុតទៅហើយទៅរួមដំណើរទៅជាមួយគ្នាដង្ហែទៅវត្តផ្សេងក្រៅពីវត្តយើងក្រោយវត្តយើងចប់មកឥឡូវយើងនិយាយរឿងយើងនេះចឹងធ្វើបានក្នុងករណីចឹងណានាំសម្ពុតទៅអាវាសដតី
mình nó máu không à vắt luôn anh đập toàn đấy giống nhú mấy dương thì dễ bị rướng nẹt na vừa cả thân bạn đặt tha tăng óc này nhú nè nè tăng óc này tăng mà nu tăng tê vào đà cho lâu nẹt na tua sầm put cả thân bạn khla nè sầm nua tăng óc năng nhiệt nhôm đang ở ngóแล้วป่ะเรามาchơi chu nhiệt nhôm tăng óc này sùa phong chơi phongแนะนาคลาดตัวกับทันบานตัวสปดกับทันไม่แนะนาคลาดเวอร์สมปดกับทันดังบานคลาดเวอร์บานต่างออกเนี่ยต่างมนุษย์ต่างเทวดาต่างไปเข้าในซ้ำมาในไรต่างเย็ดโยมปดบอดสัตว์จนแนะนาตัวสปดดังบานคลาดกาตัวสมปดเวเข้าไปกาเวอร์บานต่างออกเนี่ยมันยังนะโยมปันกาตัวสมปดบานแต่พิเข้าซองเตพิเข้าในซองเตบานแต่ปีนั่งไงพิเข้าในบานแต่ปีนั่งเตยัยออกยัยสดับมองถับบานแต่พิเข้าซ้ำมาในออดอายตัวบานเตออดอายตัวกรากรองตัวเปล่าบานแต่ตัวกราโครงตัวอนุโมทนีอานิสงส์กับท่านพรำปัญหาไงโลกเจอนุโครให้โดยวัดมาวัดบตุมไอ้สำได้ดอกเปลอนุโมทนีกับท่านจอบตัวโลกใจสบังเจโปให้โลกโปธาตัวบานเตรอเจริญคลาขนมบอลกับซอลอานิสงส์พรำนั่งโดยขี้ต้นหน้าบ้องลูกเลิกตักจัดซามันได้ตั้งแต่เทียบปัดขนมวินได้ซามันได้อดไอตัวอานิสงส์พรำโดยผิดขบานเตปันแต่ตัวสปดนั่งยอต่อปลาบานได้โลกใจเอานั่นคือยอต่อปลาบานอดต่อให้ยังไงยงแต่มาตัวอนุโมทนีกับท่านมาตัวกงหัตตบ้ามาตัวกราโครงมาตัวกรากับท่านอดบานหนึ่งอ๋อจังแหละขณะตัวคือบานแต่มวยกดคือผิดข้อสองกราวผิดข้อคือตัวอดบานในอดเมนก็ฮอตัวสปอตกับท่านมาแก่ของบานนี่ผ่านมาเคยสมัยตำเนิบนี่แจกเคยอ๋อยุ่งก็เคยปะเสาะเยิงเสียเขาเจิงปีนั่งก็ตัวสปอตกับท่านไปเงียบโยมป่อน่ะเราเนี่ยปะเสาะน่ะเอาไอ้ซัลปะเสาะเนี่ยไอ้เหมือนไอ้เต้คลายแต่ปะเสาะไอ้ซัลปะซองโดยการมนนะปะเสาะบัวซองนะทั้งหมดนะบ่ปะซอกอ้อยซัลปะซอกกอดซัวธรรมาได้อ่ะไงหมาไงมนเคยเก็บพอมาเคยตามมวยอ้อยซัลใหญ่ๆนะเก็บซัวธรรมาชาติมาซัวลูกครูแต่ปะซอกอาจเอาสิขาบอดเตอปะซอกต่อเนี่ยบาในท่าอดไอเตยยงขอในท่ารูปเพียบนั่งยืงอดได้เสาเคยยืงกัดตะข้อแต่ขนมทอขนมเวียนในอดข้อเตยกาใจสิกระไดหล่อปันได้โดนตายืงกอดเมียนระเบียบระบอบเมียนกระดกรอมบอกกอดก็เอาไปจะโลกจะล้อมคะแนนนะโยมจังบันตัวเนี่ยตีใจคะแนนใช่ปะปะซอกตัวเนี่ยตีบอกปะซองไอ้ดังปะซองจังบาปะซองแจจังโดมาเย็นโยมไปอ๋อนั่นไงเย็นโยมแจสลายบอกปะซองจังมาเสียบอกเย็นโยมไปอ๋อแล้วนั่นไอ้ปะซองluônไอ้จังโดแม่นได้โยมอังคลักเกาแต่ซอยอย่างเจ้าตกได้ไอ้กระจอได้จอเชื้ออัดกัดชวนกัดแต่จอเชื้อตกจอได้เกาแต่ซอกตกเจ้าไม่จังหรอเคยจังมาได้เห็นมอดอ้อยโลกไอ้ป่าเจนนักตรงจะได้จังไม่ก่อนเจ้าน่ะเปย์เอาไปเชียร์กันได้เอาทาตามเกษานั่งใบบานแต่เกษาบัดหลวงมีอะไรไหมนั่นอ่ะน่ะเกษาโลเมียนเนี่ยคานั่งโลอ้อยทาตามต่างอ๋อให้ไม่บานเกาแต่ซอกตกเจ้าทำไมลือปะองมวยเต้นลงมาสั่งนวัดเยอะนั่งthànhเจ้าเปรี้ยมันได้อ้อยเกาเต้นั่นใจติดกันจังมาท่านเนี่ยปลาเยอะปลาจอนทำไมทำไมจองเวงมวยโลกนะจะนักน้องจัดเฮียนทาโลกไอ้ลือไอ้ก็ขันนักน้องจัดเรายังแจ๊ยังเปรี้ยเตี้ยนั่งไงบ่ายจังแต่ได้ยังใบเกาได้ตกต่างอ๋อบ่ายจะล้างมาล้างบ่ปะซอกมาล้างขนาดเราบอกเกาคล้วนยังแหลมบ้านพองโยมาให้ยังตื่นใจทอแหลเราบอกน้องคล้วนเอาไปสอดสดับไม่เกิดอันนั้นจะเราบอกเกาคล้วนยังแหลมบ้านพองนั่นยังเอาสลายโดยดมเลยจังอันนั้นเนาะเย็ดโยมทำไมไปเจาะเย็ดโยมโดยเคลียร์เมเรียนจีวัดโจเมเรียนจีวัดตั้งจำต่อแต่กระถันบังจอบเย็ดโยมจังบ้านสิกระไดสอกเราเจ็ดได้โยมจังไงกองเอาเมียนต่ำงนเราเจ็ดให้กองเอาควายเจ็ดเฉินเย็ดโยมเรียนดอไว้ได้เวียมันจำใบนั่งปีขนมจัดเยอะเงี้ยเอาตอนใบตัวโยลขนมใบดอกขนมตูมารอยดอกจอบนั่งไงเป็นมาตูนั่งไงหยัดยงโยลเมเรียนใครมวยถ่ะจองเอาจีจัดนั่งเวียกอมปลตกเฉินเวียควอลเฉินเวียการตกเฉินเรียนเมเรียนจีวัดประจำไงคือดอเรื่องได้มันอมปลแล้วเจ้าทำเรื่องได้มันกูอมปลเอาตีหอถ้าเสาะตำรวจอดดาวสัปดาห์นั่งจองสัปดาห์ดอจองสัปดาห์ตกแต่ดาวมวยเดียวบ้านนะอดปลจองสัปดาห์มวยอ้าวเต้าเปะมาไงโดใบสำรับโดตะปีสำรับกัดมาสำรับเจ้าเต้าบัดปลโดใบสำรับมวยฮะเกี่ยวตะปีเปรัวไอ้โฮแผมเปหลักล่ะนั่นไงแผมเปติดด่านในติดด่านโนติดนี่เหรอให้มันดูเยอะทลอบอะบัดถ้าโฮแผมเปมาไงคือดังดอลเปนักดังโหมองปลตกวลโหอะไรบ้างนั่นจังบ่เกี่ยวปีเปรัวกัดใบเปนั่งเจ้าโฮปีเปเลยเกี่ยคือเงี้ยในเมเรียนจีวัดนั่งเรียนกัดไว้ได้เวียมันเมียนประโยชน์มันจำใบให้รัวบานโดยเกให้ซอกโดยเกนั่งยังเรียนดอไว้ได้เวียมันจำใบเวียนนอมปลตกนั่งยังเรียนดอติดมรองติดดองยังอัดตอนยัยดอทออบรมจัดทวนในยังเถาดอกาจอบจะแปะจะมวยคล้วนจะมวยโกนจะมวยสะซอมไปแดกขังกล้าวยังเรียนดอแต่ไว้ได้เวียอัดจำใบดอจอนมาดองติดก็จัดยังนั่งก็สลักกันในเจ้าอัดส่งปลตกเชิญเชื่อโลกไอ้ยังเชื่อแมนเชื่อทำไมได้เชื่อเปรี้ยยังผมมาเตะตามเปรี้ยนั่นไงจังดอกาจอบจะแปะบานกันได้เจริญ
សេចក្តីសុខផ្លូវចិត្តមានកាន់តែច្រើនយើងរវល់ជាមួយនឹងស្អីក៏ដោយកាន់តែរវល់កាន់តែជាប់ជាពាក់កាន់តែមានសេចក្តីទុក្ខដោយអាត្មាធ្លាប់បញ្ជាក់ថាអានេះមិនមែនពាក្យព្រះពាក្យអាត្មាតែងបញ្ជាក់ថាបើស្រឡាញ់កវលខ្ញុំកវលបើស្រឡាញ់កូនខ្ញុំនឹងកូនបើស្រឡាញ់ប្តីខ្ញុំនឹងប្តីបើស្រឡាញ់ខ្លួនឯងខ្ញុំខ្លួនឯងបងហ្នឹងហើយជឿហើយញោមជឿហើយស្រឡាញ់អីគឺខ្ញុំនឹងអាហ្នឹងមកស្រឡាញ់អីគឺខ្ញុំនឹងរបស់ហ្នឹងស្រឡាញ់កាន់តែខ្លាំងធ្វើខ្ញុំដាច់ថ្លៃកាន់តែខ្លាំងស្រឡាញ់ប្តីកាន់តែខ្លាំងប្តីជេរក៏នៅតែញឹមដែរដៃធាក់មកជើងធ្លាក់ពីលើកម្មចដើខៀវមាត់មកចំហៀងឯងប្តីគ្រាន់តែមកលួងតាបន្តិចអាញឹមដាក់ប្តីវិញទៀតខ្ញុំកាន់តែខ្លាំងបងមកពីស្រឡាញ់កាន់តែខ្លាំងបងហ្នឹងហើយអញ្ចឹងដកការប្រកាន់មមបានកាន់តែច្រើនសេចក្តីសុខផ្លូវចិត្តមានកាន់តែច្រើនទាំងអស់គ្នាណាញោមអនុមោទនាចូលកថាយើងតិចទៀតចប់កុំឲ្យវែងពេកញាតិញោមទៅផ្ទះវិញបើអាណិតញាតិញោមផ្លូវអ្នកខ្លះឆ្ងាយមកចូលរឿងកថាយើងនេះកុំឲ្យបែកឆ្ងាយម្ចាស់ទានឲ្យគាត់ជ្រះថ្លាប៉ុនគាត់អញ្ចឹងមិញយើងនិយាយពីអ្នកណាធ្វើបានខ្លះចាំបានណាញោមអ្នកណាធ្វើបានខ្លះកថាធ្វើបានទាំងអស់គ្នាទាំងមនុស្សទាំងទេវតាទាំងភិក្ខុសង្ឃទាំងញាតិញោមបរិស័ទចុះអ្នកណាអ្នកទទួលកពុតកថាបានភិក្ខុសង្ឃតែមួយយ៉ាងទេហើយភិក្ខុហ្នឹងបញ្ជាក់លក្ខខណ្ឌទៀតភិក្ខុហ្នឹងតលតែភិក្ខុហ្នឹងគង់ចាំព្រះវស្សាមិនដាច់ញាតិញោមគង់ចាំវស្សានៅអាវាសណាឬក៏កន្លែងណាមិនដាច់មិនមែនតែអាវាសទេបើយើងនិយាយតែអាវាសខុសពីព្រោះភិក្ខុសង្ឃអង្គខ្លះដូចសម័យព្រះអីលោកជ្រះថ្លានៅក្នុងព្រៃនេះលោក5-6អង្គអញ្ចឹងពេលមុនចូលវស្សាលោកថ្វាយអង្គមលាព្រះហើយជាពិសេសគឺព្រះនិយាយរួមសឹងតែទាំងអស់ញោមអត់មានអង្គណាមួយអត់គង់ក្នុងព្រៃទេព្រះសរិបុត្រឲ្យតាគៀកដល់ពេលចូលវស្សាថ្វាយអង្គមព្រះហើយនាំបរិវាររបស់លោកហ្នឹង499អង្គរួមទាំងលោកផង500អង្គចឹង499ហ្នឹងដើរតាមលោករហូតដើរតាមព្រះសរិបុត្ររហូតចឹងព្រះសរិបុត្រទៅណាមានសាវកដើរតាមព្រះអង្គហ្នឹង499អង្គមកពីអតីតលោកជាមេវងបជាវ499អង្គហ្នឹងជាបជាវទាំងអស់កូនចៅលោកដល់បានមកកើតជាមនុស្សស្ដាប់ធម៌បានបួសហើយក៏មកតាមលោកចឹងលោកទៅណាមានសាវកទៅ499អង្គបូកទាំងលោកមួយទៀត500អង្គហ្នឹងគឺទៅណាទៅមួយគ្នាចឹងឲ្យតាគៀកចូលព្រះវស្សាមកថ្វាយអង្គមហើយថ្វាយអង្គមព្រះសុំអាវាតសុំអីរួចចប់សពគ្រប់ចឹងបានអាទម្លាមទម្លាប់មកទទួលអាវាតពីព្រះឧបជាពីព្រះថេរៈចាស់ហ្នឹងមានមកតរហូតដល់យើងសពថ្ងៃហ្នឹងព្រះពុទ្ធជ័យមនីលោកអាសាដឹកនាំធ្វើឲ្យអាគៀកចូលវស្សាលោកតវ័នទាយកអាវាតពីសម្ដេចជាប្រថេរៈចាស់ហ្នឹងជាទំនៀមរបស់សាវកសម័យព្រះមកមិនមែនតែកើតឥឡូវហ្នឹងទេអ្នកខ្លះអត់យល់ចេះតេះទៀនទៀតហីចុះវាមានរបៀបរបបមុនចូលវស្សាចាំបាច់ទៅថ្វាយអង្គមអ្នកនេះអ្នកនោះអត់ទេសម័យព្រះគឺសាវកទាំងអស់រៀបចេញទៅគង់ចាំព្រះវស្សានៅក្នុងព្រៃណាត្រូវមកថ្វាយអង្គមលាព្រះហើយទទួលអាវាតពីព្រះរួចចប់សពគ្រប់ទៅបានថ្វាយអង្គមលាព្រះទៅព្រៃហ្នឹងហើយទៅអញ្ចឹងលោកកំណត់ដែនណាញោមលោកអត់មានវត្តដូចយើងអញ្ចឹងអត់មានទីសេនាសនៈហៅថាវិហារសេនាសនៈអញ្ចឹងទេលោកទៅគង់នៅក្នុងឱកាសសេនាសនៈកន្លែងណាមួយដូចថ្មនិយាយខាងដើមមិញហ្នឹងនៅរូងថ្មណាអញ្ចឹងលោកកំណត់លោកកំណត់ដែនលួនលោកហើយ5-6អង្គលោកកំណត់ព្រំត្រឹមនេះខាងកើតទៅត្រឹមនេះខាងបងត្រឹមនេះខាងជើងត្រឹមនេះលោកកំណត់លួនលោកហើយលោកគង់ចាំព្រះវស្សានៅហ្នឹងមកអស់រយៈកាល3ខែបានលោកត្រឡប់ពីព្រៃហ្នឹងមកថ្វាយអង្គមព្រះមកគង់ជាមួយភិក្ខុសង្ឃដទៃស្ដាប់ធម៌ព្រះតាមធម្មតាវិញប៉ុន្តែពេលក្នុងវស្សាគឺបែករៀងខ្លួនចូលព្រៃអស់ហើយហ្នឹងហើយសម័យព្រះញោមអញ្ចឹងអ្នកទទួលសពុតកថាបានគឺភិក្ខុតែមួយយ៉ាងហើយអ្នកដែលទទួលបានហ្នឹងមិនមែនឲ្យតែភិក្ខុទទួលបានទេតលតែគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន3ខែមិនដាច់នៅក្នុងអាវាសណាគឺភិក្ខុអង្គហ្នឹងទើបអាចទទួលបាននៅសម្ពុតកថាហ្នឹងចឹងតគង់ចាំព្រះវស្សាអត់ដាច់ទៀតណាញោមណាដាប់តនេះចឹងញោមហ្នឹងហើយបើដើរចល័តគ្រប់តាវត្តក្នុងវស្សាអាត្មាតាំងពីបួសមកទោះមិនលើកខ្លួនឯងទេបើតាំងបួសមកតាំងកៅជាងមកតឥឡូវ30ឆ្នាំអត់តាន់ដាច់វស្សាម្ដងទេញោមឈើធ្ងន់ទៅថៃហ្នឹងក៏ដល់ពេលយប់រាត្រីថ្ងៃទី6មកត្រូវជិះយន្តហោះមកជាមួយលោកអ្នកថៃហ្នឹងឡើងមកដល់វត្តបតុមវិញថ្វាយអង្គមតាថ្មីហើយលើកសត្វហៈទៅម្ដងទៀតកាលមកឈើធ្ងន់តែពេលឈឺហើយហ្នឹងក៏អន់ហ្មងរាត្រីថ្ងៃទី6មកត្រូវជិះយន្តហោះមកដល់វត្តបតុមវិញដើម្បីលើកសត្វហៈសាថ្មីត្រឡប់ទៅវិញម្ដងទៀតអាហ្នឹងអត់ដាច់ទេត្រូវត្រឡប់មកដល់អាវាសខ្លួនឯងដែលគង់ហ្នឹងហើយលើកទៅម្ដងទៀតប៉ុន្តែអាហ្នឹងលក្ខខណ្ឌចាំបាច់ដូចយើងឈឺចឹងឯងញោមណាតែបើយើងទៅដើរលេងយើងអត់អាចធ្វើចឹងបានទេប៉ុន្តែបើនិមន្តអត់អីទេមានការនិមន្តរបស់បរិស័ទទៅបានប៉ុន្តែត្រូវតែមកដល់អាវាសដែលខ្លួនឯងគង់នឹងហើយលើកសត្វហៈទៅសាថ្មីអត់ឲ្យកន្លងតែត្រីថ្ងៃទី7សច្ចេមេអន្តរាយាណដ្ឋិសត្តាបណនិវត្តសាមីងយោពេលយើងលើកសត្វហៈទៅយើងពោលថាអញ្ចឹងបើមិនមានអន្តរាយអីកើតឡើងតាមផ្លូវទេរាត្រីថ្ងៃទី6ត្រូវតែមកដល់នឹងវិញរាត្រីថ្ងៃទី7កុំឲ្យកន្លងរាត្រីថ្ងៃទី7ត្រូវតែនៅក្នុងអាវាសហ្នឹងរាត្រីថ្ងៃទី7លើកសត្វហៈហើយត្រឡប់ទៅវិញបានដាប់តនេះអញ្ចឹងញោមកុំនិយាយច្រើនពេករឿងវិន័យយាយមានចង់ស្ដាប់ទេខ្ញុំមិនដឹងថាអ្មេចបងគាត់ចង់បញ្ជាក់ថាភិក្ខុដែលទទួលបានហ្នឹងតលតែគង់ចាំព្រះវស្សានៅកន្លែងណាមិនដាច់ទៀតបើដាច់វស្សាទទួលអត់បានទេអញ្ចឹងណាញោមណាហើយមួយទៀតកថាហ្នឹងបើសិនជាភិក្ខុសង្ឃនៅក្នុងវត្តហ្នឹងអត់ព្រមព្រៀងគ្នាទេ
សក្តិទៅផ្សេងគ្រូសូត្រទៅឆ្វេងលោកទៅឆ្វេងគ្នាអត់ព្រមព្រៀងគ្នាក្នុងជំនុំសង្ឃក៏អាចសូត្រកឋិនញាតិញោមនឹងឲ្យឡើងជាកឋិនបានដែរបាទអញ្ចឹងញោមមកកឋិនមិនស្រួលទេអញ្ចឹងបានគេចេះលោបសួរគ្រូចារិកាលោកចេះខ្សឹបប្រាប់អាត្មាថាតិចតិចគេសួរថាលោកវត្តហ្នឹងមានឆ្លុះនេះអត់ហ្នឹងហើយលោកថាអត់ទេបង6អង្គនេះអត់ដែរលឺមាត់អីមួយម៉ាត់ទេញោមបងតាំងមក73ឆ្នាំអត់ដែរតោះនេះមួយម៉ាត់ទេស្រួលហ្នឹងហើយនិយាយត្រង់ណាញោមបងអត់ដែលលឺមាត់គ្នាមួយម៉ាត់សោះនៅជាមួយគ្នាដោយល្អហើយវត្តខ្លះមាន2អង្គហែកគ្នាម្នាក់មកចំហៀងទៀតណាអាត្មាចេះគិតក៏មនុស្សហើយយើងអ្នកបួងហើយនៅតែ2អង្គនៅចូលគ្នាអត់សុខហើយអ្នកខ្លះទៀតនៅមួយអង្គឯងហើយនៅឆ្លោះទៀតឆ្លោះមួយឆ្កែមួយឆ្មាក្នុងវត្តប្រឡំឡោកលោកតាខ្លះប្រឡំឡោកគប់ឆ្កែគប់ឆ្មាហ្មងហ្នឹងហើយអាត្មានឹកឃើញសពគ្រប់ហើយបាទចឹងមនុស្សយើងបើមិនរងតែនៅសុកទៅណាក៏សុកដែរហ្នឹងហើយបើមនុស្សយើងបើមិននាំសុកទេកុំថាដល់មនុស្សហើយមនុស្សក្បែរគ្នានៅក្បែរខ្លួននៅជាមួយគ្នាអត់សុកតែឆ្កែតែឆ្មាក៏នៅមួយអត់បានដែរហ្នឹងហើយចឹងយើងដូចគ្នាជាមេរៀនជីវិតញោមរៀនបើកចិត្តយើងឲ្យទលាធម្មតានៃមនុស្សគ្មាននរណាមួយត្រូវអត់ខ្ចោះទេយើងគិតចឹងឲ្យបានយើងនៅមួយគ្នាបានតែមានការខុសឆ្គងប្តីប្រពន្ធកូនចៅយើងដូចគ្នាចឹងជាមេរៀនជីវិតហ្នឹងហើយតែប្តីប្រពន្ធកូនចៅយើងក៏យើងត្រូវបើកចិត្តដូចគ្នាអ្នកនៅជាមួយគ្នាបើនៅជាមួយគ្នាបានតើយើងបើកចិត្តចឹងមនុស្សណាក៏ចេះខុសដែរចឹងយើងបាត់ភ្នែកមកខាងបើកភ្នែកមកខាងកុំបើកទាំងពីរតិចលឺចូលមកខាងចេញទៅមកខាងទៀតទៅនៅមួយគ្នាអត់ចេះតោះគ្នាទេញោមប៉ាន់បើលឺមកទុកក្នុងនេះទាំងអស់ហ្នឹងមួយថ្ងៃតិចអាហ្នឹងកើតរឿងប្តីប្រពន្ធយើងដូចគ្នាគ្រួសារយើងដូចគ្នាអញ្ចឹងណាញោមណាបើអនុមោទនាចឹងយើងចង់ឲ្យសុខហ្នឹងយើងមានតែស្នាមញញឹមឲ្យគ្នាមានតែមេត្តាចិត្តឲ្យគ្នាទៅនៅជាមួយគ្នាសុខហើយទាំងអស់គ្នាទៅនៅតាណាក៏សុខដែរលក្ខណៈគ្រួសារក្តីលក្ខណៈជាមិត្តភាពក្នុងការងារក្តីទៅណាក្តីក៏យើងសុខដែរvìយើងបើកចិត្តយើងឲ្យទលាទទួលព្រមគ្រប់យ៉ាងឥឡូវនិយាយរឿងអានិសង្សបន្តិចចុះញាតិញោមធ្វើកឋិនហ្នឹងបានអានិសង្សមិនខ្លះហើយកិច្ចកឋិនត្រូវធ្វើអីខ្លះហ្នឹងអាហ្នឹងជារឿងរបស់សង្ឃទេញាតិញោមគ្រាន់តែស្អែកឡើងហ្នឹងពោលសពុតកឋិនថ្វាយសង្ឃឲ្យចប់ហើយអាចារ្យនាំពោលសពុតកឋិនថ្វាយសង្ឃឲ្យចប់រឿងឲ្យញាតិញោមហើយអត់មានរឿងអីត្រូវតោះញាតិញោមផ្នែកញាតិញោមត្រូវសប្បាយចិត្តចេះហើយយើងធ្វើកឋិនណាទោះបីលោកក្រាលក្រងអត់ឡើងក៏ដោយម៉ែនិយាយមិញឧទាហរណ៍ថាវត្តដែលលោកអត់ព្រមព្រៀងគ្នាឬក៏លោកអត់ចេះកិច្ចធម៌វិន័យអីលោកក្រាលក្រងអត់ឡើងសួរតើពេលលោកក្រាលក្រងអត់ឡើងហ្នឹងញោមអ្នកធ្វើកឋិនហ្នឹងអត់បានអានិសង្សដូចលោកដែរក៏មិនអត់ទេចែកដាច់ពីគ្នាទៀតណាលោកក្រាលក្រងអត់ឡើងអត់បានអានិសង្ស5ខ្លួនលោកដែរប៉ុន្តែផ្នែកញាតិញោមក្រោយពេលញាតិញោមពោលសពុតកឋិនថ្វាយសង្ឃឲ្យដាច់មិត្តញាតិញោមគឺទទួលអានិសង្ស5ផ្នែកញាតិញោមទទួលបានហើយបាត់ប៉ុន្តែក្នុងវិន័យលោកមិនបញ្ជាក់តែអានិសង្ស5ទេញាតិញោមគឺអាស្រ័យសទ្ធារបស់ញាតិញោមផ្លូវចិត្តរបស់ញាតិញោមជ្រះថ្លាប៉ុណ្ណាប៉ុណ្ណឹងវាចម្រើនបានប៉ុណ្ណឹងវាកំណត់អត់បានណាញោមប៉ុន្តែពហុសោតលោកចងក្រងសភៅរៀនទេសនាដំបងសភៅប្រជុំបញ្ញវត្តសភៅតូចហ្នឹងលោកចេះដាក់ថាបាន5បាន4បាន3អីទៅអាហ្នឹងលោកដាក់ទេប៉ុន្តែធាតុពិតក្នុងវិន័យលោកមិនកំណត់4 5គឺកំណត់នៅផ្លូវចិត្តរបស់យើងកំណត់អត់បានទេរឿងអានិសង្សបុណ្យកុសលនេះគឺអាស្រ័យសទ្ធារបស់ញាតិញោមជ្រះថ្លាប៉ុណ្ណាគឺបុណ្យបានប៉ុណ្ណឹងគ្រាន់តែថាយើងអាចកំណត់ទៅតាមរូបធម៌ព្រោះកឋិនហ្នឹងវាកើតដោយរបស់ពីរគឺរូបធម៌និងនាមធម៌រូបធម៌គឺដល់សម្ពុត3នាមធម៌បើនិយាយពីសង្ឃគឺដល់កិច្ចនៃការធ្វើកិច្ចក្រាលក្រងកឋិនក្រើនកឋិនហ្នឹងតូតកឋិនហ្នឹងដល់ពេលញាតិញោមនាមធម៌គឺសំដៅដល់ផ្លូវចិត្តញាតិញោមទាំងពុបចេតនាមញ្ញរចេតនាអបរប្រចេតនាតើផ្លូវចិត្តរបស់យើងមុនពេលមកធ្វើកឋិនជ្រះថ្លាអត់កំពុងធ្វើជ្រះថ្លាអត់ក្រោយពេលធ្វើជ្រះថ្លាអត់ញោមម្ចាស់កឋិនមុនធ្វើកឋិនជ្រះថ្លាអត់ជ្រះថ្លាហើយកំពុងធ្វើជ្រះថ្លាអត់ហើយក្រោយពេលធ្វើជ្រះថ្លាអត់ហើយមិនតាន់ចប់ហ្នឹងមិនដឹងហ្នឹងកំពុងធ្វើជ្រះថ្លាហ្នឹងមុនពេលធ្វើជ្រះថ្លាក្រោយពេលធ្វើក៏វាជ្រះថ្លាអាហ្នឹងបានបនបានកសលនឹងច្រើនណាញោមណាបានបនបានកសលនឹងច្រើនអញ្ចឹងនាមធម៌គឺសំដៅដល់ផ្លូវចិត្តញាតិញោមហើយរូបធម៌គឺបានដល់សម្ពុតហើយសម្ពុតហ្នឹងអត់ប្រកាន់ទេញោមចង់យកសម្ពុតកហបរិយជីវរចឹងមកក៏បានយកសម្ពុតអត់តាន់កាត់ដេរចេញជាជីវរហៅថាកឋិនទុសង្ឃក៏បានតែអ្វីដែលវាខុសគឺខុសសម័យកាលសម័យនេះលោកអត់អាចកាត់ដេរខ្លួនលោកកើតអត់អាចទៅរកពណ៌រកអីរកមករងាស់មកដាំមកអីដូចសម័យព្រះកើតណាញោមវាខុសគ្នាតែប៉ុណ្្នឹងទេប៉ុន្តែបើធ្វើសម្ពុតនឹងបានទេថាបានហៅថាកឋិនទុសង្ឃសម័យព្រះអត់ដែរណាយកកហបរិយជីវរទេគឺសម្ពុតដែលយកមកប្រសងកាត់ដេរខ្លួនឯងតែម្ដងភាកច្រើនអញ្ចឹងណាញោមហ្នឹងតែសម័យទំនើបនេះយើងធ្វើកឋិនជ័យបរាំងហើយកឋិនយើងហ្នឹងហៅថាកឋិនជ័យបរាំងតែបើបដិសេធថាអូក្រៅអំពីសពុតកឋិនដោយរាល់ថ្ងៃធ្វើអត់បានអាហ្នឹងខុសហើយក្នុងព្រះវិន័យលោកអត់កំណត់អញ្ចឹងគឺកឋិនចែកជាពីរកឋិនជ័យបរាំងកឋិនទុសង្ឃអញ្ចឹងសម័យបច្ចុប្បន្នយើងធ្វើកឋិនជ័យបរាំងគឺសម្ពុតកហបរិយជីវរដែលកើតឯងដែលកាត់ដេរស្រេចរួចចប់ស្រាប់គ្រប់អស់មានទាំងពណ៌មានទាំងខ្នាតហើយស្រេចប្រសងគ្រាន់តែមើលខ្នាតមើលអីស្រួលចប់ស្រាប់គ្រប់ក្រាលក្រងយកតែម្ដងអត់ពិបាកទេអញ្ចឹងក្រាលក្រងរាល់ថ្ងៃនេះធ្វើកិច្ចក្រាលក្រងតែ1ម៉ោងអីរួចចប់ស្រាប់គ្រប់តែសម័យព្រះតាំងពីព្រឹករហូតដល់ល្ងាចទៅចប់ដោយសារវាមានកិច្ចវែងឆ្ងាយត្រូវធ្វើជីវរហ្នឹងឲ្យកើតចេញជាជីវរសិនណោះអញ្ចឹង
យើងអ្នកធ្វើកឋិនហ្នឹងបានអានិសង្ឃបើទោះបីជាភិក្ខុសង្ឃវត្តហ្នឹងក្រាលក្រងមិនឡើងក៏យើងបានអានិសង្ឃផ្នែកយើងហើយដែររឿងលោកក្រាលក្រងឡើងមិនឡើងអាហ្នឹងរឿងរបស់លោកឯងយើងមិនបាច់បលិពោតទេដាប់តនេះចឹងញោមហើយក៏មិនបាច់លោបចាំមើលលោកយកចពោអញឬយកចពោយាអឿនដែរមិនបាច់ទេចពោអ្នកណាក៏បានអានិសង្ឃដូចគ្នាព្រោះចៃវរដែលដាក់តម្កល់មុខជំនុំសង្ឃអាហ្នឹងទៅជារបស់អ្នកណាញោមបោះសង្ឃអញ្ចឹងលែងជារបស់យាអឿនលែងរបស់យាសុកលែងរបស់យាសយទេលែងរបស់ញោមសអីទៀតហើយគឺជាចៃវររបស់សង្ឃទាំងអស់ចឹងសង្ឃចាប់យកមួយណាក៏បានអានិសង្ឃស្មើគ្នាទាំងអស់ត្រូវសុបាយចិត្តឡើងនឹងដែរណាញោមណាព្រោះមានញាតិញោមខ្លះលោកយាយខ្លះគាត់ខំសំដោយអាត្មានិយាយមិញសំ4 10ឆ្នាំមកបានហែត្រៃមកដល់យកខំលើកយកទៅដាក់មុខលោកហើយលោកអត់ព្រមយករបស់គាត់ទេទៅយករបស់យាយណាខឹងទៅហ្មងអញថ្ងៃក្រោយលែងអញលែងមកវត្តហ្នឹងអត់មើលត្រៃឯងសោះទៅយករបស់យាយណាមានត្រៃឯងណាទៀតបើពោលហើយហ្នឹងប៉ណាពោលថ្វាយសង្ឃរួចចាប់សពគ្រប់ហើយទៅជារបស់សង្ឃអញ្ចឹងបានអានិសង្ឃដូចគ្នាលោកចាប់របស់ណាគឺបានអានិសង្ឃស្មើគ្នាដូចចង្ហាន់អញ្ចឹងញោមកាលណាយើងដាក់តម្កល់មុខជំនុំសង្ឃហើយសង្ឃទទួលហើយទៅជារបស់សង្ឃហើយតលសង្ឃដាច់អាឡ័យទៅលោកបកគលឲ្យញាតិញោមវិញអាហ្នឹងបានទៅជារបស់ញាតិញោមវិញអញ្ចឹងណាញោមហ្នឹងឥឡូវនិយាយពីអានិសង្ឃមួយម៉ាត់ធំបានទេតិចទៀតហ្នឹងអានិសង្ឃមួយម៉ាត់ទៀតចុះញាតិញោមអ្នកធ្វើកឋិនរមែងចម្រើនទៅនៅអានិសង្ឃដ៏ច្រើនពាក្យថាដ៏ច្រើនហ្នឹងបើយើងនិយាយតាមរូបធម៌វិញបើយើងកំណត់តែបាន4បាន5អត់ត្រូវឥឡូវយើងកំណត់តាមរូបធម៌អញ្ចឹងរូបធម៌ដែលយើងយកមកថ្វាយសង្ឃមានអីទី1គឺសម្ពុត3ត្រូវតាមធម៌តាមវិន័យអញ្ចឹងសម្ពុត3ហ្នឹងព្រះលោកសំដែងហើយសម្ពុតទាំង3ហ្នឹងលោកសំដែងថាវត្តតោហោន្តិវណ្ណតោអ្នកណាឲ្យនៅសម្ពុតអ្នកនោះឈ្មោះថាឲ្យនៅពណ៌ដាប់តនេះយ៉ាងញោមអញ្ចឹងអត់ប្របែរូបធម៌យើងឲ្យសម្ពុតជាទៀនឈ្មោះតែឲ្យពណ៌សម្បោអញ្ចឹងទៅអនាគតជាតិគឺសស្អាតឲ្យអាត្មាទៅកន្លែងណាបានមេរៀនជីវិតកន្លែងខ្លួនឯងកន្លែងហ្នឹងយកមកខ្លួនឯងសិនមកដល់អាមេរិកដំបូងមើលមនុស្សជាពិសេសទៅស្រុកក្រៅដូចអាកាំងដូចអាឡម៉ង់ដូចបារាំងឯងសាធ្លាប់ទៅសម្ដែងធម៌ទេសនាធ្លាប់ទៅអស់ហើយអញ្ចឹងឃើញស្រុកអាកាំងយើងនេះក្តីអាឡម៉ង់ក្តីអូស្ត្រាលីក្តីបារាំងក្តីហេតុអីបានស្រុកហ្នឹងគេជាពិសេសអាមេរិកកន្លែងដែលយើងនៅអាត្មាពងគង់នៅមកយកមកជាមេរៀនជីវិតពិចារណាតែមិនបានមនុស្សស្រុកហ្នឹងវាសវាមិនមែនមកពីតិចទេអាឯងមកតាំងពី79តឥឡូវនៅខ្មៅហ្នឹងតិចដូចគ្នាមិនវាមិនសតាមពិតមិនមែនមកពីតិចទេមកពីអាត្មាមើលពីរបៀបនៃការរស់នៅរបស់គេគឺគេរក្សាសិល5សិល8សិល10ហ្នឹងគេអត់ស្គាល់សិល5សិល8សិល10ប៉ុន្តែគេរស់ជាមួយសិក្ខាបទមកញោមជនជាតិអាកាំងអត់ដែលតាអាកមន់កទាយកមកធ្វើម្ហូបទេមែនទេសូមបីតែជើងដៃសัตว์ថ្មិញមុខមាត់សัตว์វាមិនដែលឃើញផងតាអាស៊ីយើងមកទេបើចេះចង់រស់ស្ងោសុបដៃជើងហ្នឹងបានគេទុកឲ្យហ្នឹងនោះតាមពិតអាកាំងមែនតើវាមិនដែលលក់អារបស់ហ្នឹងទេដូចឈាមដូចថ្លើមដូចអីនេះវាមិនដែលយកមកស៊ីណាវាកវត្តចោលទៅគេមិនដែលលក់ណាតាអាស៊ីយើងមកទេចេះនាំវាស៊ីទៅវាស៊ីតាមដែរទៅនោះតែវាមិនដែលស្គាល់សម្លាប់មិនដែលស្គាល់ដៃស្គាល់ឃើញដៃឃើញជើងឃើញភ្នែកឃើញមុខឃើញមាត់សត្វផងកុំថាឲ្យវាទៅសម្លាប់អញ្ចឹងវារស់នៅទៅបីវាមិនមកសោតប៉ាណាទេប៉ាតាជាមួយយើងតែខ្លួនវាកំពុងរស់នៅរាល់ថ្ងៃនេះវារក្សាសិលឲ្យអស់គ្រប់គ្នាស្អាតបរិសុទ្ធហើយមួយទៀតដែលគេសហ្នឹងអាត្មាគិតថាមកពីចិត្តគេវាទលាយណាស់ញោមឯងដើរទៅបុកវាផាំងវាលើកដៃសុំទោសសូរីមកឯលយើងឯងណាបុកវាមកសុំទោសឯងវិញហើយខ្មែរយើងបុកផាំងឥឡូវសម្លក់ស្លែតឡើងហ្នឹងអាចចិត្តយើងវាក្តៅរហូតវាចង្អៀតពេករហូតចឹងបានកើតមកខ្មៅដូចវាដុតខ្លួនយើងហ្មងបាទហើយដល់ពួកគេហ្នឹងគេទៅលាយចឹងទៅចិត្តគេវាត្រជាក់ចឹងទៅបានគេនឹងសស្អាតអាត្មាចេះគិតទេញោមចេះគិតតាមធម៌ព្រះលោកថាចឹងកាលណាចិត្តរបស់យើងនឹងវាស្អាតបរិសុទ្ធវាទលាយមិនមានការប្រកាន់មមច្រើនមិនមានការខឹងទាស់ច្រើននាំឲ្យយើងបានសេចក្តីសុខនាំឲ្យយើងកើតទៅអនាគតជាតិគឺរូបសម្បត្តិស្អាតហ្នឹងមិនមែនតែយើងធ្វើសពុតនឹងតែមួយយ៉ាងទេអ្នកដែលមិនមានសេចក្តីខឹងក្រោធជាបុគ្គលដែលដាំពូជរូបស្អាតអញ្ចឹងញោមចំណាំអញ្ចឹងតែកាលណាយើងខឹងញឹកក្តៅកាហាយញឹកហើយគឺទៅអនាគតជាតិនឹងខ្មៅប៉ុណ្ណឹងជាតិក៏ខ្មៅលឺហ្នឹងទៀតបងឲ្យតែខឹងញឹកចឹងញាតិញោមចង់ស្អាតចង់សចង់ល្អដូចគេកុំអាសាកើតទោសៈចិត្តទាំងអស់គ្នាណាញោមណាអនុមោទនាហើយមួយទៀតគឺឲ្យសម្ពុតហ្នឹងសម្ពុតចៃវរណាត្រៃចៃវរហ្នឹងដែលយើងហៅត្រៃនេះជាភាសាសំស្ក្រឹតមកពីភាសាបាលីថាតិខ្មែរយើងថា3គឺសម្ពុត3ហ្នឹងអញ្ចឹងដែលហៅថាត្រៃចៃវរគឺសម្ពុត3ហ្នឹងមានស្បង់មានចៃវរមានសង្កដៃអញ្ចឹងយើងឲ្យសម្ពុតឈ្មោះថាឲ្យពណ៌អញ្ចឹងអ្នកណាឲ្យសម្ពុតកឋិនទៅអនាគតជាតិគឺពណ៌សម្បោវណ្ណៈហ្នឹងគឺពណ៌សម្បោរូបរាងហ្នឹងគឺថាសស្អាតផ្លឹងគឺមកហ្នឹងគឺពេញលក្ខណៈមកញោមឃើញមនុស្សខ្លះក៏គាត់កើតមកពេញលក្ខណៈរបស់គាត់មិនដែលលាបក្រែមលាបម្សៅឯងងូតទឹកសិតតសក់មើលទៅផ្លឹងឯងសម្លឹងមើលគាត់ចង់ដាច់កន្ទុយភ្នែកទាំងអស់គ្នាទាំងប្រុសទាំងស្រីមិនមែនតែប្រុសឲ្យជួនកាស្រីនេះឯងក៏សរសើរក៏លួចមើលកន្ទុយភ្នែកដាក់គេឃើញគេវាស្អាតហ្នឹងមែនទេញោមហ្នឹងគេកើតមកពេញលក្ខណៈដោយសារអីគេឲ្យសម្ពុតជាទៀនទៅអនាគតជាតិនិងគេមិនមានសេចក្តីខឹងក្រោធហើយអញ្ចឹងនិយាយរឿងមើលគេទុយភ្នែកដើមភ្នែកហ្នឹង
គេថាឲ្យលោកអីតាញោមអាត្មាអត់នៅឲ្យលោកទទួលចង្ហាន់គេឲ្យលោកមើលកូនមុំគេហើយគេតែមកអាត្មាថាកណាទៅជួបលោកគ្រូអត់ជួបឲ្យលោកគ្រូមើលកូនចៅផងលោកមិនទេមើលដូចមិនសូវស្រួលមើលលើមើលក្រោមដល់អញ្ចឹងអាត្មាថាព្រះអង្គថ្ងៃក្រោយទទួលតែចង្ហាន់គេកុំមើលមុខគេមើលហើយលោកនោះដល់ថ្ងៃក្រោយគាត់មកទៀតលែងមើលមុខមែនដល់អត់មើលមុខទេមកទៀតហ៎លោកគ្រូឲ្យចោលលោកក្នុងកត់នោះក៏រឹកម៉េះឯងយកចង្ហាន់មកមុខមិនឲ្យក្រោយមើលបាទអាត្មានឹកឃើញអូអានេះមិនមែនខុសលោកទេខុសមនុស្សហ្នឹងហ្មងហ្នឹងកុំតែបន្ទោសលោកអាលោកមើលមុខទទួលរាក់តែអញញ៉ាំគេថាមើលកូនកំមុំគេដល់ឯងអោនមុខចុះលោកវល់កាច់រយរឹកក៏រឹកឯងយកចង្ហាន់មកមុខមិនឲ្យក្រោយមើលខុសទៀតបាទអាម៉ានឹកឃើញតែមិនមែនខុសលោកគិតទៅលោកអភ័ព្វញោមអភ័ព្វហ្នឹងហើយបើចង្ហាន់ញោមយកមកវិញចង់អាប្រៃដូចអំបិលក៏ដល់ញោមថ្វាយគុំសួរញឹមចុះយាយស្រុកខ្មែរយើងឲ្យតែគាត់ប្រគេនអីរបស់គាត់ឲ្យគាត់ចង់ឲ្យលោកឆាន់ណាអញ្ចឹងគាត់នៅអង្គុយញឹមដាក់លោកចៅមិនហើយឆ្ងាញ់ទេលោកចៅលោកភ្លុកហត់គ្រូទៅប្រៃដូចអំបិលលោកថាឆ្ងាញ់ហ្នឹងឆ្ងាញ់ទាំងអស់ដូចអំបិលក៏ឆ្ងាញ់ដែរពួកតាថាដូចអំបិលឥឡូវហ្នឹងលែងយកមកឲ្យឥឡូវហ្នឹងណាអញ្ចឹងទទួលទាំងអស់រឿងប្រសងនេះអញ្ចឹងបើញោមគិតមែនតើនោះមិនគួរប្រកាន់លោកនៅរឿងណាដែលវាមិនគួរប្រកាន់មិនគួរនិយាយញោមយើងបើកចិត្តយើងឲ្យទលាយដល់យើងមករស់នៅជីវិតជាឧត្តមភេទបានដឹងថាយ៉ាងណាគឺវិន័យចងខ្លួនលោក227វិន័យញោមអាហ្នឹងធំហើយញាតិញោមទៅធ្វើការក្រុមហ៊ុនគេដាក់វិន័យឲ្យតែ3យើងថាអើយក្រុមហ៊ុននោះដូចអញញ៉ៃវិន័យច្រើនណាតែ4 5សោះហើយលោក227ញោមចងខ្លួនលោកគាត់ថាសើចញញថ្មិញដូចអាត្មាមិញក៏ត្រូវដែរហ្នឹងនិយាយតាមវិន័យអញ្ចឹងលោកធ្វើបាន70-80% ហ្នឹងយកទៅញោម20% ទៀតបាត់ភ្នែកបើកភ្នែកខ្លះទៅអាចធ្វើបានប៉ុណ្ណឹងមិនធម្មតាទេចោលផ្ទះចោលសំបែងចោលម៉ែចោលឪមកបួសប៉ុន្តែភាកច្រើនវាត្រូវចោលបើអត់មានម៉ែមានឪផងមិនមកហ្នឹងហើយប៉ុន្តែអង្គខ្លះលោកមែវនៅម្ដាយនៅឪពុកលោកអាចចោលម្ដាយចោលឪពុកអត់ប្រពន្ធអត់ប្តីអត់កូនអីបានណាញោមយើងគួរពិចារណាដែលលោកមកអត់សង្កត់ខ្លួនលោកបានអញ្ចឹងត្រូវគោរពប្រតិបត្តិតនសាសនាយើងនៅពុទ្ធនៅពធនៅប្រសង់កែងតិចទៀតទៅដូចចុងនៃសាសនាទៅគេព្យាករថាអស់ហើយប្រសង់ញាតិញោមព្រោះឲ្យត្រូវមែនឥឡូវនេះចង់ដូរនេះអស់ហើយអញ្ចឹងគេព្យាករអត់ខុសទេទៅថ្ងៃមុខទៅចងតែខ្សែតៃក្រហមគឺសម្គាល់ថាប្រសង់ហើយមានប្តីមានប្រពន្ធធម្មតាហើយអញ្ចឹងជ្រះថ្លាទេញោមបើអញ្ចឹងជ្រះថ្លារីករាយតនមាននៅប្រសង់ហើយណាញោមណាធ្វើកឋិនទានបំពេញបុណ្យកុសលទាំងអស់គ្នាតទៅសូមអនុមោទនាអញ្ចឹងទី1បានរូបស្អាតមួយម៉ាត់ទៀតទី2ចេះម៉ាត់អត់ឲ្យចប់មែនទេណាទី1អានិសង្សទី1រូបស្អាតពព្រះលោកសំដែងតវត្តតោហោតវណ្ណតោអ្នកណាឲ្យសម្ពុតឈ្មោះថាឲ្យពរចឹងបានរូបស្អាតត្រង់ទ្រាយល្អពេញលក្ខណៈទី2លោកសំដែងថាសុខសទាតាមេធាវីសុខខាងសោតិកយតិញោមឲ្យសម្ពុតនេះជាកិច្ចអនុគ្រោះដល់សង្ឃនាំឲ្យសង្ឃអាចអត់សង្កត់ភាពក្តៅកាយខ្លួនលោកនេះរបោមមូសខ្យល់កម្ដៅក្តៅតិចខ្លួនលោកនឹងឲ្យលោកបានសំណុកផ្លូវកាយផ្លូវចិត្តរបស់លោកបានអាកណាត់ញោមនឹងយកមកបាត់បាំងរបោមមូសខ្យល់ក្តៅតិចហ្នឹងនាំឲ្យលោកបានសេចក្តីសុខអញ្ចឹងលោកសំដែងថាអ្នកណាសុខសទាតាមេធាវីសុខខាងសោតិកយតិយើងឲ្យព្រះសង្ឃដល់នៅសេចក្តីសុខយើងក៏មិនញោមយើងក៏រមែងបាននៅសេចក្តីសុខនេះអានិសង្សអត់ប្របែយើងគិតតាមរូបធម៌ងាយៗចឹងវិញហ្នឹងមិនបាច់និយាយរឿងរូបប្រសម្បទាសវណ្ណសម្បទាចក្រវត្តរាជាអីទេប៉ុន្តែយើងបានធ្វើកឋិនហ្នឹងទៅអនាគតជាតិវិស័យបុណ្យកុសលយើងខ្ពស់នឹងបានទៅជាស្រេចចាក់ទេណាញោមបើអញ្ចឹងអ្នកណាធ្វើដើមកឋិនប្រុសញោមយាយកក់គាត់ទុកឲ្យហើយជាតិមុខទៅគាត់នឹងទៅជាស្រេចចាក់យើងនឹងទៅជាមហេសីនៃស្រេចហ្នឹងអនុមោទនាប៉ាន់ធ្វើកឋិនថ្ងៃណាដោយម្ចាស់ដើមកឋិនសើមានយាយមានតារបស់គាត់ទាំងអស់អញ្ចឹងអត់បែកគ្នាទៀតទេយើងខ្លួនយើងទៅអនាគតជាតិនឹងទៅជាព្រះស្វាមីនឹងទៅជាមហេសីនៃប្តីរបស់យើងនឹងឡើងទៅជាស្រេចចាក់ប៉ុន្តែមិនប្រកាសទេញោមអាស្រ័យបុណ្យកុសលរបស់យើងដូចមួយទៀតលោកសំដែងថាអ្នកធ្វើកឋិនចុតតិបរិសន្ធិចុតតិស្លាប់បរិសន្ធិកើតមិនវិញមិនធ្លាក់អបាយពាក្យថាមិនធ្លាក់អបាយហ្នឹងញោមខ្លះច្រឡំថាឲ្យតែធ្វើកឋិនលែងធ្លាក់នរកធ្លាក់ប្រែតអត់ទេបើចេញពីហែកឋិនទៅជាគេចូលទៅអដែលហែពីកឋិនទៅយើងទៅលួចឆក់ប្លន់គេទៅទោសដដែលអាលកគេសម្លាប់គេបំបត្តិដាច់សិក្ខាបទធ្លាក់នរកដដែលអត់បាត់ទេតលតែយើងមិនប្រព្រឹត្តកន្លងចាប់ពីធ្វើកឋិនហ្នឹងទៅចឹងចុតតិបរិសន្ធិអច្ចវ័នចិត្តរបស់យើងវាតោងសេចក្តីល្អពីត្រឹមហ្នឹងទៅវាទៅកន្លែងល្អសិនអត់ធ្លាក់ទៅអបាយប៉ុន្តែអាពូជដែលយើងសន្សំពីមុនមកប្រមាណអត់បាត់ទេតោះនេះចឹងញោមវានៅតែទទួលផលតាមកាលរបស់វាចឹងមួយទៀតអេហិភិក្ខុនឹងសម្រេចទៅជាអេហិនៅក្នុងអនាគតជាតិទាំងអស់គ្នាសូមអនុមោទនាចប់មែនតើណាកុំឲ្យវែងពេកបងហ្នឹងហើយចង់សួរអីអាចសួរបានបើអត់សួរទេចប់ណាបងឥឡូវមុនចប់ធម៌ទេសនាថាតាមលោកម៉ាត់2ទាំងអស់គ្នាយកជាមេរៀនជីវិតបើយើងស្ដាប់ធម៌មកពេលនឹងទាំងអស់ពីដើមមកស្ដាប់មិនបានចាំទាំងអស់ទេយើងចាំមកថាតាមលោកដាស់សតិខ្លួនយើងទាំងអស់គ្នា
ដើម្បីចងកាយវាចាចិត្តរបស់យើងកុំឲ្យកើតអកុសលទាំងអស់គ្នាណាញោមណាសូមអនុមោទនាចាំថាតាមលោកកុំស្រវឹងនឹងជីវិតថាលើកុំស្រវឹងនឹងជីវិតផ្លេចសេចក្តីស្លាប់កុំឲ្យផ្លេចសេចក្តីស្លាប់ហ្នឹងឥឡូវហ្នឹងមានអ្នកស្លាប់មួយទៀតហើយម៉ាត់ទៀតសិនសមាគមយើងមានអ្នកស្លាប់មួយទៀតហើយញោមណាចឹងបាន2នាក់ហើយ3នាក់ទាំងម្នាក់ទៀតដែលយើងរៀបចំជូនគាត់លក្ខណៈមនុស្សធម៌យើងអត់បានប្រកាសប្រាប់សមាជិកយើងទេប៉ុន្តែអ្នកដែលចូលជាសមាជិកត្រឹមត្រូវតាំងពីដើម2នាក់ទាំងនេះហើយចឹងអ្វីដែលញាតិញោមត្រូវបងគឺ2នាក់ចឹង2នាក់អស់ប្រហែលអស់100មានន័យថាផ្សពស្លាប់1 50ចឹង2នាក់100ហើយយើងរៀបចំឲ្យគាត់2នាក់ហ្នឹងគឺដោយរលូនគាត់សប្បាយចិត្តដោយល្អចឹងញាតិញោមមើលការរៀបចំរបស់ព្រះសង្ឃវត្តយើងមាននៅក្នុងเพจមកផុសទៅទាំងเพจទាំង YouTube មើលតើការរៀបចំរបស់ព្រះសង្ឃហ្នឹងស្អាតពេញចិត្តគួរជាទីជ្រះថ្លាប៉ុណ្ណាមកបនសពរបស់គាត់ហ្នឹងល្អប៉ុណ្ណាញាតិញោមចូលមើលទៅឃើញណារហូតដល់យាយដាំការគាត់ជិះឡានមកមួយអាត្មាគាត់ថាលោកគ្រូកណាមិនគ្រូរៀបឲ្យដូចគេចឹងណាគ្រូអាត្មាថាកំភៃញោមអាត្មាដឹងអារៀបឲ្យញោមល្អជាងគេហ្នឹងទៀតនោះព្រោះញោមដាំការនេះជាយាយវត្តមួយពិសេសណាញោមគាត់ខំមួយថ្ងៃនឹងដុតដៃដុតជើងលុយកាក់កូនគេឲ្យមកនោះអត់មានបានចាយទេចាំមកទិញតផ្កាណាញោមតែងដាំអង្គុយនៅនឹងញោមបើសរសើរឲ្យញោមធៀងនោះខាងបោសខាងជូតហ្នឹងប្រគុណបន្ទប់ទឹកអីឃើញស្អាតណាញោមធៀងគាត់មកបោសមកជូតមកបូមហ្នឹងហើយបើចង្ហាន់ប្រសងវិញញោមហយញោមផាញោមរ៉េតនិងញោមសម្ចាស់កឋិនហ្នឹងទាំងអស់គ្នាញោមប្រហែល7ថ្ងៃហ្នឹងញោមជាពិសេសពុនញោមអាចារ្យហ្នឹងមកសុំតសើគាត់ហើយញោមជិះឡានមកតាំងពីថុកវេលាថុកវេលាតាំងផ្ទះគាត់មកមិនមែនចិត្តទេញោមមកដល់នេះគាត់មកធ្វើចង្ហាន់មកទឹក3ទៅ4ថ្ងៃហ្នឹងសុំតសើទឹកចិត្តពួកគាត់ណាFederal Way ហ្នឹងហើយ Federal Way បើអាត្មាមិនតាន់ស្គាល់លេខកើតជើងបងទេមកចិត្ត3ឆ្នាំហ្នឹងហើយអញ្ចឹងញាតិញោមទាំងអស់គ្នាបង្អោនចិត្តជ្រះថ្លាហើយគ្រាន់តែដឹងថាឥឡូវនេះមានអ្នកស្លាប់មួយទៀតហើយបើមានអ្នកស្លាប់មួយទៀតអញ្ចឹងអាត្មាមិនតាន់បានប្រកាសទេដោយសារឥឡូវមិនតាន់បានធ្វើសបត់ធ្វើអីគាត់ហើយ funeral អីរឲ្យគាត់ហើយអស់ហើយបើបានហើយអស់ហើយអញ្ចឹងឥឡូវថាតាមលោកសិនបើថាទៅទៀតចាំកុំភ្លេចសេចក្តីស្លាប់ហ៎ញោមនៅក្បែរបាយលួនយើងណាហើយអត់មានគិតក្មេងគិតចាយទេគាត់នឹងបើតែដល់ពេលដល់វេលារបស់គាត់គឺអស់បនប៉ុណ្ណាគឺទៅប៉ុណ្ណឹងដូចស្រូវយើងធ្វើមួយឆ្នាំបានប៉ុណ្ណាយើងហូបប៉ុណ្ណឹងអស់ពូជបនពូជកសលនឹងដូចគ្នាញោមអត់ចាំដល់ឈឺអត់ចាំដល់ចាស់ទេអត់ទេអ្នកខ្លះគាត់ថាចង់ចូលដែរសមាគមហ្នឹងប៉ុន្តែចាំមើលចាស់តិចទៀតញោមមិនហ្នឹងមានគិតចាស់គិតក្មេងណាបាទហើយកុំគិតចឹងញោមគិតថាយើងចូលមកហ្នឹងដូចជួយមនុស្សចាស់ទៅដូចយើងជួយគាត់ណាដូចយើងចូលបនគាត់ធ្វើជួយខ្មែរគ្នាយើងទៅវិញទៅមកកុំគិតលើផលប្រយោជន៍អីផ្សេងព្រោះយើងបង្កើតនឹងអត់មានសម្រាប់ផលប្រយោជន៍អ្នកណាមួយគឺដើម្បីខ្មែរយើងទាំងអស់គ្នាដោយសារឃើញភាពលំបាករបស់ខ្មែរយើងពេលគាត់ស្លាប់រហូតតែមកឈូសដាក់អត់បាននឹងបានមកនឹកឃើញមួយគ្រូចារ្យការមួយគណៈកម្មការយើងទាំងអស់គ្នាគិតគ្នាបង្កើតការងារនឹងឡើងដើម្បីជួយទេមិនមែនសម្រាប់ផលប្រយោជន៍ទេគឺជួយរៀបចំឲ្យគាត់ពីដើមដល់ចប់មកសពរបស់គាត់នឹងឲ្យល្អចឹងទៅឲ្យសមរម្យទាំងផ្កាទាំងមឈូសទាំងកន្លែងបូជាអីមានមកចប់ឲ្យគាត់ចឹងទៅហ្នឹងហើយអត់មានផលប្រយោជន៍អីក្រៅពីជួយរៀបចំសពរបស់គាត់ពីដើមដល់ចប់ឲ្យបានត្រឹមត្រូវទេសំរុំថ្លៃថ្នូរប៉ុណ្ណឹងអញ្ចឹងឥឡូវញាតិញោមចាំថាតាមលោកបញ្ចប់ទាំងអស់គ្នាបងហ្នឹងហើយណាសរសើរញាតិញោមអត់ងើបចោលអាត្មាដែរនៅទាំងអស់គ្នាឥឡូវចាំថាតាមបងថាអីមិនភ្លេចបាត់ហ៎ញោមហ្នឹងហើយកុំភ្លេចនឹងកុំថាសាថ្មីមកកុំស្រវឹងនឹងជីវិតភ្លេចសេចក្តីស្លាប់កុំស្រវឹងនឹងទ្រព្យសម្បត្តិភ្លេចសិលភ្លេចទានកុំស្រវឹងនឹងមានភ្លេចក្រកុំស្រវឹងនឹងការត្រេកចរភ្លេចផ្ទះភ្លេចសម្បែងកុំស្រវឹងនឹងក្មេងភ្លេចចាស់កុំស្រវឹងនឹងអ្វីផ្សេងទៀតច្រើនណាស់ភ្លេចកោតភ្លេចក្រែងកុំស្រវឹងនឹងប្តីប្រពន្ធគ្នាឯងភ្លេចម៉ែភ្លេចឪកុំស្រវឹងនឹងប្តីប្រពន្ធគ្នាឯងភ្លេចសិលភ្លេចទានកុំស្រវឹងនឹងប្តីប្រពន្ធគ្នាឯងភ្លេចលោកភ្លេចចាបងហ្នឹងអនុមោទនាចោលប៉ុណ្ណឹងចោះកុំវែងទៀតសូមបានបនបានកសលស្មើគ្នាទាំងអស់គ្នាណាញោមណាសូមសុខចម្រើនទាំងអស់គ្នាបង